បាទសូមជម្រាបសួរបងប្អូនប្រិយមិត្តអ្នកទស្សនាក្នុងវីដេអូឃ្លីបទាំងអស់ជាទីមេត្រីនេះជាការបង្ហាញជាថ្មីម្ដងទៀតអំពីបាតុភូតរន្ទះដែលអាចកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងថ្មីនេះយើងឃើញមានរន្ទះបាញ់បណ្ដាលឲ្យស្លាប់មនុស្សនិងសត្វជាច្រើននៅក្នុងប្រទេសកម្ពុជាបាតុភូតរន្ទះគឺកើតឡើងដោយសារតែមានអគ្គិសនីដែលនៅក្នុងលំហអាកាសមានអគ្គិសនីបូកនិងដកហើយអគ្គិសនីបូកវាអណ្ដែតនៅខាងលើអគ្គិសនីដកអណ្ដែតធ្លាក់មកខាងក្រោមហើយអគ្គិសនីបូកនិងដកដែលនៅលើផែនដីក៏ដូចគ្នាដែរអគ្គិសនីបូកវានៅប៉ែកខាងលើនៃផែនដីវាអាចនៅខាងលើនៃដំបូលគាហើយនៅពេលដែលអគ្គិសនីបូកនិងដកបានន័យថាអគ្គិសនីបូកនៅលើដីនិងអគ្គិសនីដកនៅលើមេឃរត់រគ្នាគឺវាបង្កើតបានទៅជារន្ទះដូចជាក្នុងវីដេអូឃ្លីបនេះបងប្អូនឃើញអំពីបាតុភូតរន្ទះដែលកើតឡើងអំពីការបាញ់នៃអគ្គិសនីបូកនិងដកដែលរត់មកប៉ះគ្នានេះជាការស្រាវជ្រាវមួយចេញពីវីដេអូ YouTube ដែលបង្ហាញឲ្យឃើញថាបាតុភូតរន្ទះកើតឡើងដោយមានអេឡិចត្រូងអគ្គិសនីដែលរត់រកគ្នាហើយវិធីដែលការពាររន្ទះនោះគឺត្រូវប្រើភាសាអង់គ្លេសហៅថា lightning conductor ឬក៏យើងហៅថាក្បាលការពាររន្ទះក្បាលការពាររន្ទះត្រូវបំពាក់នៅខាងលើហើយនៅខាងក្រោមនៃខ្សែដែលចុះពីលើមកគឺត្រូវតែបុកទៅខាងក្រោមដីដែលត្រូវធ្វើការវាស់អូមឲ្យនៅតូចបំផុតគឺយ៉ាងល្អបំផុតគឺតូចជាង5អូមឬក៏តូចជាង1អូមកាន់តែល្អការបំពាក់បែបនេះនឹងធ្វើឲ្យអគ្គិសនីដែលមាននៅលើអាកាសហ្នឹងអាចនឹងស្រូបចុះមកដីបានយ៉ាងលឿនដើម្បីមិនឲ្យមានបាតុភូតរន្ទះបាញ់ទេហើយបើយើងបំពាក់គេហៅ lightning conductor ល្អដែលមានប្រភេទ ESE គឺថាក្បាលរន្ទះហ្នឹងអាចនឹងជួយរំលាយនៅបាតុភូតរន្ទះមួយចំនួនមិនឲ្យកើតមានដូចជាក្នុងរូបនេះអញ្ចឹងកាលណាមានរន្ទះមកដល់គឺរន្ទះបាញ់មិនទាន់ផងគឺក្បាលនឹងបានបញ្ចេញសារធាតុស្រូបរន្ទះឬក៏រំលាយរន្ទះនោះមិនឲ្យមានបាតុភូតនឹងកើតឡើងទេដូច្នេះបងប្អូនដែលនៅតាមផ្ទះបងប្អូនដែលនៅជនបទក្តីនៅទីក្រុងក្តីគួរតែបំពាក់ឧបករណ៍ឬក៏ក្បាលការពាររន្ទះហៅថា lightning conductor ឬក៏យើងហៅថា air terminal ដើម្បីកាត់បន្ថយបាតុភូតរន្ទះបាញ់នៅលើផ្ទះយើងឬក៏នៅតំបន់ដែលយើងធ្វើការជាពិសេសតំបន់ដែលវាយកូនគោលតំបន់វាលដូចជាតាមកន្លែងចំការកសិដ្ឋានធំគួរតែត្រូវបំពាក់ឧបករណ៍ការពាររន្ទះដែរហើយថ្មីនេះបាតុភូតរន្ទះបានកើតឡើងនៅតាមខេត្តមួយចំនួនដែលបណ្ដាលឲ្យស្លាប់គោក្របីជាច្រើនហើយវិធីការពាររន្ទះនេះបងប្អូនត្រូវធ្វើយ៉ាងម៉េចនៅពេលដែលមានមេឃធ្លាក់ភ្លៀងឬក៏ថ្ងៃក្តៅអីជាដើមហ្នឹងត្រូវតែរកកន្លែងសុវត្ថិភាពគឺរកកន្លែងស្ងួតយកល្អនៅក្នុងផ្ទះហើយបើសិនជាមានរថយន្តគឺអាចចូលទៅក្នុងរថយន្តពីព្រោះរថយន្តមានដែកអាចនឹងជួយការពាររន្ទះបានក្នុងយន្តហោះក៏មានប្រព័ន្ធការពាររន្ទះមានដែកតារាដែលអាចនឹងជួយការពាររន្ទះបានមួយចំនួនបាទហើយបងប្អូនដែលធ្វើការនៅតាមវាលស្រែបើសិនជាមានបាតុភូតរន្ទះឬក៏មេឃភ្លៀងអីយកល្អគួរតែរកកន្លែងជ្រកសិនដើម្បីជាកន្លែងសុវត្ថិភាពហើយជារោងជាអីដែលជាកន្លែងសុវត្ថិភាពហើយការដែលច្រកក្រោមដើមឈើធំនោះគឺអាចនឹងមានគ្រោះថ្នាក់ពីព្រោះពេលដែលរន្ទះបាញ់ដើមឈើធំមកគឺកាំរស្មីនៃរន្ទះអាចបាចសាចមកគ្រោះថ្នាក់ដល់យើងដែរហើយនៅពេលដែលយើងដើរក្រោមដើមឈើឬដើមត្នោតអីហ្នឹងក៏នៅពេលដែលមានរន្ទះបាញ់ក៏អាចនឹងមានបាតុភូតហ្នឹងគ្រោះថ្នាក់មកដល់យើងដែរបាទអញ្ចឹងសូមផ្ដាំផ្ញើប៉ុណ្ណឹងសូមអរគុណ